ពីមុនតែគេលក់ទេសង្ងំគេងតែឥឡូវនេះខុសគ្នាគេលក់ទេមកឆាបាយញ៉ាំវិញធ្វើការចលនាបាច់ញើបាយអីចឹងទៅវិញគេលក់ភ្លឹងហ្មងម៉ោង3ម៉ោង4នៅប្រឈមភ្នែកទៀតនឹងដាក់កាហ្វេជ្រុលកុំចង់ឌឺបើកម៉ាស៊ីនកាហ្វេហើយឆុងមួយកែវទៀតបាច់គេហ្មងទៅ30ម៉ោងលើ24ម៉ោងម្ដងមើលក្រោកស្មើនឹងនិយាយថាសលេងចរិតយំពេញនឹងចាប់បំពងក្លុកគ្រឿងតែឥឡូវហ្នឹងរាល់ថ្ងៃនេះញ៉ាំកាហ្វេទេគ្រាន់តែថាបើអត់មានកាហ្វេជីវិតយើងអត់ស្រស់ស្រាយសោះវល់ធីងថងដូចមនុស្សកាត់ខ្យល់វាបាក់ត្រង់ចេះបងប្អូនញ៉ាំមួយកែវវាស្ទើញ៉ាំ2កែវវាលើសហើយជីវិតរស់នៅតែនឹងកាហ្វេនេះឯងអត់ញៀនទេនិយាយមែនតែកាហ្វេនេះឆុងទាំងចាស់ឲ្យក្លិនឈ្ងុយដាក់ទឹកដោះគោបានគ្រាប់កាហ្វេមួយកែវនឹងហើយជីវិតមានន័យ5នាទី10នាទីកន្លងផុតទៅវាជ្រាបចូលក្នុងខ្លួនយើងណាវាជ្រាបសពសារពាង្គកាយអញ្ចឹងដូចជាមានកម្លាំងបលឹងមួយគ្នាខ្ញុំមកបើក្រប់ពីព្រលឹមដុំទឹកខ្យល់ហ្មងតែបើថាអត់គេអញ្ចេះអត់អីទេម៉ានថ្ងៃហ្នឹងគេអត់សូវបានទេឥឡូវទៅជាត្រឡប់អត់គេនេះបើសេក្រប់ពេលរំលោះម៉ោងអត់ឃ្លានបាយទេប៉ុន្តែបើថាអត់បានគេអញ្ចេះវិញគោពោះក្រាច់ទៅបាយម៉ោង9ម៉ោង10នេះហ្នឹងឥឡូវម៉ោង3ម៉ោង4ចាប់ផ្ដើមឃ្លានទៀតបាត់ឥឡូវមកឆាបាយខ្ទឹមសញ៉ាំសិនហើយបាយឆាខ្ទឹមសនេះបងប្អូនភ្ញាក់ពីគេងដូចខ្ញុំអាចឆាញ៉ាំបានមិនបាច់ហត់ប្រើសាច់ប្រើអីតែមានពង2គ្រាប់ឆាបានគាត់ថាតិចឆារបស់យើងវាខុសពីបាយឆាធម្មតាយើងពងខ្ទឹមសកច្រាំនេះឲ្យឈ្ងុយស្នាប់បងប្អូនតែមិនឲ្យពងកន្លាតទៅខេត្តវិលវិញពង2 3គ្រាប់តាមយើងចូលចិត្តគោះវាយវាបាយចឹងហើយយើងយកទៅលីងជាមួយនឹងខ្លាញ់ខ្ទឹមពងហ្នឹងឲ្យវាចេញសរសៃចឹងមកហើយចាំចាក់បាយនេះបាយកកក៏បានដែរនិយាយទៅក៏អត់ឆ្ងាញ់ឲ្យឆាបាយនេះម្ដងណាមិននឹកឃើញប៉ាកាលពីក្មេងហ្នឹងដល់គាត់ឆាបាយនៅហូបឲ្យតែថាបាយដាំសច្រើនជាមួយនឹងទឹកបន្លាសាច់របស់យើងនេះអាចឆាបាយបានឡើងមកអែមហ្មងវាជំនួយទំព័របាយរបស់យើងទៀតបាយមួយចានធំយើងដាក់2 3ស្ព្រាបាយមកតាមរសជាតិបងប្អូនចង់ដិតចង់ស្រាលតាមនោះបើសិនជាមានទឹកបន្លាសាច់ទេដាក់អំបិលតិចទៅម្សៅស៊ុបមាន់តិចទៅហើយចុងក្រោយគេរយសុកក្រូចបងប្អូនសុកគួយសាច់ហ្នឹងហាន់វាល្អចឹងបងប្អូនគាត់តាមអត់ក្លិនហ្នឹងឈ្ងុយមែនតើបាយនឹងលួនណាតាមផ្លែទេចូលជាតិចូលគ្រឿងគ្នាសពសំខាន់ណាស់វាក្លិនឈ្ងុយខ្ទឹមសមួយស្លឹកក្រូចនឹងឈ្ងុយខ្លាំងហ្មងបានញ៉ាំពេលព្រឹកតែម្ដងថ្មិញហើយទៀតអើយអែហ្មងអញ្ចឹងបើសិនជាបងប្អូនចង់បានគ្រឿងធ្វើម្ហូបរបស់យើងទាំង10មុខនេះឆាតចូល page ណាតម្លៃពិសេសក្រៅពីគេងធ្វើតែបន្តិចមានរបស់ឆ្ងាញ់ញ៉ាំមួយឈុតហ្នឹងតែ$30ណាមាន10មុខបងប្អូនតែមានប៉ុន្មានមុខហ្នឹងមានអារម្មណ៍ថាចង់ធ្វើម្ហូបហើយម្ហូបរបស់យើងឆ្ងាញ់បានច្រើនមុខបងប្អូនចង់បានជាឈុតបងប្អូនទិញតែម្ដងពីរដបក៏យើងមានផ្ញើជូនដល់ផ្ទះឲ្យដែរនិយាយទៅដឹក24 25ខេត្តក្រុងហ្នឹងឥឡូវមើលពីជីវិតខ្ញុំកាលពីថ្ងៃបងប្អូនថ្ងៃមិញហ្នឹងក៏តែចេះអូមួយថ្ងៃនេះគឺគេអត់សូវលក់ទេម្ល៉េះហើយទៅធ្វើការងារបាច់ញើសជីកដីផងដាំដំណាំផងហើយយប់ឡើងនៅគេអត់លក់ខ្លួនឯងថាកំពុងតែកាត់អីទេវាគេអត់សូវបានអញ្ចឹងខ្ញុំខំធ្វើការងារឲ្យច្រើនជាងរាល់ដងទៀតមកតុបតែងសួនធ្វើកន្លែងកាហ្វេខ្ញុំថ្មីបងប្អូនតុបកាហ្វេទំធ្វើហើយមានស្បូវមានអីចឹងដាក់ក្តារផងដាក់សាកេផងតែសាកេទៅប្រហែលជាដាំអត់រួចព្រោះជាដល់ឬកែរបស់វាតំណាំផ្កាអីយើងដាំខ្លួនឯងចេះទៅតុបតែងមកឃើញស្អាតចឹងបងប្អូនពេលគេងពេលអត់សុបាយចិត្តឬមួយក៏ពេលណាដែលយើងអត់សុខមើលឃើញតំណាំទាំងអស់ហ្នឹងហើយមានអារម្មណ៍ថាស្រស់ស្រាយហ្មងបញ្ជូរសឡនេះបងសៃហាគាត់ឲ្យខ្ញុំដាំនៅគៀនផ្ទះហ្នឹងឯងមុនដំបូងអត់មានសង្ឃឹមថារស់ទេប៉ុន្តែវាមាននិស័យមួយខ្ញុំបងប្អូនទៅពេលទៅទុកចោលទៅវាដុះឯងចឹងមិនថារបស់យើងក៏វានៅតែជារបស់យើងអញ្ចឹងតែបើថាមិនជារបស់យើងហើយគឺខំមើលថាយ៉ាងណាក៏វានៅមួយយើងដែរតោះនិយាយអស់ផងចាំបាត់បងប្អូនចាំតាមដានសួនខ្ញុំនៅវីដេអូក្រោយទៀតទៅដែរ